សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីរាប់អានពីខ្ញុំបាទតាន់ចន្ទថាដោយពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាតាមដាននៅព័ត៌មានដែលខ្ញុំបាទតាន់ចន្ទថាបានចុះទៅសម្ភាសក្មួយស្រីច័ន្ទតារាវតីនៅឯខាងគេឋានរបស់ក្មួយស្រីរួចមកហើយបាទហើយមុននេះពុកម៉ែបងប្អូនក៏បានស្ដាប់នៅបទចម្រៀងដែលជាការបកស្រាយគោករបស់ក្មួយស្រីច័ន្ទតារាវតីតាមរយៈបទចម្រៀងរនាតប្រត់ស្នេហ៍និងបទចុតម៉ាយមច្ចរាជថ្ងៃមិញចិនខ្ញុំនៅសង្ឃឹមបាត់បងអើយបងថាបងអានិនមកផាមួយតូដើរតាមរែកក្រោយនៅបាត្រង់បងអើយបងហើយលួចទាំងសងទាំងក្តីស្រមៃតាមរយៈបទចម្រៀងដែលជាបទមនោសញ្ចេតនាពីបទនេះឃើញថាមានពុកម៉ែបងប្អូនស្រឡាញ់គាំទ្រក្មួយស្រីច័ន្ទតារាវតីខ្លាំងណាស់បាទពលគឺនៅក្នុង Channel YouTube របស់ខ្ញុំបាទតាន់ចន្ទថាក្រៅពីមានពុកម៉ែបងប្អូនបានចូលស្ដាប់ច្រើនហើយនោះក៏មានពុកម៉ែបងប្អូនបានចូល comment គាំទ្រនិងលើកទឹកចិត្តដល់ក្មួយស្រីឲ្យខិតខំប្រឹងប្រែងប្រឡូកនឹងអាជីពសិល្បៈបាទដោយមានពុកម៉ែបងប្អូនជាច្រើនគាត់បានអបអរសាទរនៅពេលដែលគាត់បានស្ដាប់នៅទឹកដមសម្លេងដ៏ក្រអួនក្រអៅរបស់ក្មួយស្រីច័ន្ទតារាវតីរហូតមានអ្នកខ្លះបានលើកឡើងថាក្មួយស្រីគឺជាគ្រាប់ពូជសិល្បៈដ៏ល្អដែលអាចស្នងនៅទឹកដមសម្លេងរបស់លោកយាយរស់ស្រីធាបាននេះគឺជាការលើកឡើងរបស់ពុកម៉ែបងប្អូនដែលគាត់បានបង្ហាញមតិផ្ទាល់ខ្លួនរបស់គាត់នៅលើ Channel YouTube របស់ខ្ញុំបាទតាន់ចន្ទថានិយាយរួមទៅពុកម៉ែបងប្អូនបាទតាមរយៈបទចម្រៀងដែលពុកម៉ែបងប្អូនបានស្ដាប់ជាច្រើនបទកន្លងមកហើយក្រៅពី Channel ខ្ញុំបាទក៏មានបងក៏មានបងប្អូនជាច្រើនបានទៅធ្វើបទសម្ភាសន៍ក៏ដូចជាការสนับสนุนឲ្យក្មួយស្រីច័ន្ទតារាវតីបកស្រាយនៅចម្រៀងគោកក៏ដូចជាបទចម្រៀងដែលមានសាច់ភ្លេងផងដែរបាទហើយនៅក្នុងឱកាសនេះដើម្បីកុំឲ្យពុកម៉ែបងប្អូនតន្ទឹងរង់ចាំយូរខ្ញុំបាទតាន់ចន្ទថាក៏បានបញ្ចេញនៅបទចម្រៀងច្រៀងគោករបស់ក្មួយស្រីច័ន្ទតារាវតីមួយបទបន្ថែមទៀតបទទី3នៅក្នុង Channel YouTube របស់ខ្ញុំបាទនេះមានចំណងជើងថាការកំពុងរីកបាទហើយបទចម្រៀងមួយបទនេះគឺជាបទចម្រៀងរបស់លោកយាយរស់ស្រីសធាហើយមានចង្វាក់ជាបទក្បាច់ពុកម៉ែបងប្អូនបាទតាមរយៈបទចម្រៀងមួយនេះឃើញថាកន្លងមកក្មួយស្រីច័ន្ទតារាវតីដូចជាពុំធ្លាប់បានបកស្រាយនៅបទចម្រៀងចង្វាក់បែបនេះទេពុកម៉ែបងប្អូនបាទទៅតែខ្ញុំបាទតាន់ចន្ទថាបានទៅដល់គេឋានរបស់ក្មួយស្រីផ្ទាល់ខ្ញុំបាទក៏បានសំណូមពរឲ្យក្មួយស្រីបកស្រាយនៅបទចម្រៀងការកំពុងរីកដែលជាចង្វាក់ក្បាច់នេះឡើងពុកម៉ែបងប្អូនបាទដូច្នេះហើយតាមរយៈនៃបទចម្រៀងដែលពុកម៉ែបងប្អូនកំពុងស្ដាប់នេះសូមពុកម៉ែបងប្អូនជួយដាក់ពិន្ទុទាំងអស់គ្នាបាទថាតើទឹកដមសម្លេងរបស់ក្មួយស្រីច័ន្ទតារាវតីអាចនឹងទទួលបានពិន្ទុប៉ុន្មានដែរបាទដោយសារអីមុននេះមានពុកម៉ែបងប្អូនជាច្រើនគាត់បានចូលរួមឲ្យពិន្ទុប៉ុណ្ណេះភាគរយបើទៅនឹងលោកយាយរស់ស្រីធាបាទដូច្នេះហើយនៅពេលនេះសូមពុកម៉ែបងប្អូនជួយដាក់ពិន្ទុបន្ថែមទៀតពុកម៉ែបងប្អូនបាទតាមរយៈបទចម្រៀងផ្កាកំពុងរីកដែលជាចង្វាក់ក្បាច់បាទដែលជាការបកស្រាយរបស់ក្មួយស្រីច័ន្ទតារាវតីចង្រែកស្មៃចំបាយនឹងចំបៃរំចងថ្មីថ្លាគង់គីរំដួលក្តាំងងារដំដាំគ្នារីកនឹងការរំជែកបរិកដែរគូឲ្យស្នាតែក្លិនកាណយ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 អើយណាក្បងតឹងលេតឹងស្រាំងថ្លា
និយាយរួមទៅពុកម៉ែបងប្អូនបទចម្រៀងមួយបទនេះខ្ញុំពិតជាស្ដាយមែនទែនដោយសារក្មួយស្រីមិនបានបកស្រាយបានចប់នោះទេពុកម៉ែបងប្អូនបាទដូចខ្ញុំបានបញ្ជាក់នៅព័ត៌មានមុនមកនេះគឺនៅពេលដែលខ្ញុំបាទតាន់ចន្ទថាបានទៅជួបក្មួយស្រីផ្ទាល់នោះគឺក្មួយស្រីមានបញ្ហាសុខភាពពុកម៉ែបងប្អូនបាទពលគឺច្រៀងចឹងទៅគឺមានបញ្ហាបំពង់កដែលគាត់ច្រៀងទៅលេងរួចដូច្នោះហើយទៅធ្វើឲ្យបទចម្រៀងមួយបទនេះក្មួយស្រីមិនអាចបកស្រាយបានចប់នោះទេបាទហើយខ្ញុំបាទក៏បានថតយកមកបង្ហាញពុកម៉ែបងប្អូនស្ដាប់បានតែពាក់កណ្ដាលនេះដែរបាទពិតជាមានការសោកស្ដាយខ្លាំងណាស់ពុកម៉ែបងប្អូនបាទដោយសារនៅពេលនោះមួយស្រីមានបញ្ហាសុខភាពហើយរហូតមកដល់ថ្ងៃទី17នេះបើតាមព័ត៌មានដែលខ្ញុំទទួលបានពីឪពុករបស់ក្មួយស្រីគឺចន្ទរាវតីមានបញ្ហាបំពង់កកាន់តែខ្លាំងហើយពុកម៉ែបងប្អូនបាទរហូតគឺសំបីតែការនិយាយហ្នឹងក៏និយាយលេងចង់រួចទៅហើយបាទហើយក៏សូមជូនពរឲ្យក្មួយស្រីឆាប់ជានៅជំងឺគ្រុនផ្ដាសាយនឹងឲ្យបានឆាប់អាចច្រៀងបានឡើងវិញពីព្រោះមានពុកម៉ែបងប្អូនជាច្រើនគាត់កំពុងតែរងចាំស្ដាប់នៅការបកស្រាយបទចម្រៀងរបស់ក្មួយស្រីបាទទោះបីជាបទចម្រៀងភាគច្រើនក្មួយស្រីបានបកស្រាយជាការ cover នៅបទចម្រៀងលោកយាយរស់ស្រីធាក៏ពិតមែនប៉ុន្តែបើតាមដែលមតិពុកម៉ែបងប្អូនដែលគាត់បានចូលស្ដាប់នោះគឺពួកគាត់បង្ហាញការពេញចិត្តណាស់បាទពលគឺពួកគាត់បានជំរុញឲ្យក្មួយស្រីព្យាយាមវឹកហាត់នៅរសជាតិសម្លេងបែបលោកយាយរស់ស្រីធាបន្តទៀតបាទដោយសារអំណោយផលពីធម្មជាតិរបស់ក្មួយស្រីគឺបានល្អប្រសើរហើយពលគឺទឹកដមសម្លេងរបស់ក្មួយស្រីមានភាពស្រដៀងទៅនឹងលោកយាយរស់ស្រីធាមានភាគរយខ្ពស់ណាស់បាទពុកម៉ែបងប្អូនបាទពលគឺទឹកដមសម្លេងរបស់ក្មួយស្រីបើយើងនិយាយពីចំណុចខ្វះខាតនោះក្មួយស្រីនៅមានចំណុចខ្វះខាតតិចតួចពាក់ព័ន្ធទៅនឹងតិចនិចច្រៀងតែប៉ុណ្ណោះបាទដោយឡែកភាពភ្លាវភាពស្ទើរពលគឺក្មួយស្រីធ្វើបានល្អហើយបាទហើយក៏សូមអរគុណច្រើនដល់ពុកម៉ែបងប្អូនដែលបានចូលស្ដាប់នៅការអត្ថាធិប្បាយរបស់ខ្ញុំបាទតាន់ចន្ទថាក៏ដូចជាស្ដាប់នៅបទចម្រៀងដែលជាការបកស្រាយគោករបស់ក្មួយស្រីច័ន្ទដារាវតីផងដែរបាទហើយសូមជួយ comment និង share ទាំងអស់គ្នាបាទដើម្បីជួយលើកទឹកចិត្តដល់ខ្ញុំបាទដើម្បីធ្វើនៅបទចម្រៀងបន្តទៀតឲ្យពុកម៉ែបងប្អូនបានស្ដាប់បន្តផងដែរបាទនៅពេលនេះខ្ញុំបាទតាន់ចន្ទថាសូមអរគុណសូមជម្រាបលាបាទថ្ងៃមិញចិនខ្ញុំនៅសង្ឃឹមបាត់បងអើយបងថាបងអាណិនមកផាមួយតោដើរតាមរែក្រោយនៅបាត្រង់បងអើយបងហើយលួចទិញសងទាំងក្តីស្រមៃតែអង្គនិច្ចាអង្ក្រាសាសំបងអើយបងអូនលួចអានចំដឹងសពសេចក្តីត្រង់ញរំធនស្ទើស្លឹមស្មើទេបងអើយបងចង់តែលាក់ស្រីព្រោះអីខ្មាបងចុតម៉ាយមកជ្រៀងកាច់ក្រៃចំណាំបងអើយបងដូចដើរមកកម្មឲ្យ